cho nên không mê riêng đi phí dương thì âm phí phê được bao database dương miềnประมาณ hết cho nên không nếu dương cầm nốt pin dùng mình ấy nâng ra sòng khán này database phải dương bạn chạy database sòng khán nó để chia relational rồi nan relational database cho nên phải database xong sau đó tôi tan tầm cá của rong đi mùi chẳng database cái miếng tràn hết tại vì sai từ tam tầm cá phải dương đó nâng từ hôm ca nghiệp phải dương chẳng databaseត្រូវបានបែងចែកជាច្រើនប្រភេទផ្អែកលើទម្រង់ទុកនៃទិន្នន័យហើយយើងត្រូវដឹងចំណុចមួយទៀតថានៅក្នុង database របស់យើងវាអាចមានការប្រែប្រួលឆ្នាំនេះមកចែកចេញជា4ឬក៏5អញ្ចឹងនៅពេលដែល5ឆ្នាំក្រោយវាអាចមាន database series ថ្មីណាមួយទៀតកើតមានឡើងណាដូចជាពីមុនដែលយើងលឺ AI អញ្ចឹងពីមុនអត់ដែលមានណានិយាយពី AI ទេណាវាគេថាអីគេបញ្ញាសិប្បនិម្មិតអញ្ចឹងណាអញ្ចឹងវាអាចមានការប្រែប្រួលពីមុនអត់មានដែលលឺថាបញ្ញាសិប្បនិម្មិតឥឡូវវាមានបញ្ញាសិប្បនិម្មិតរហូតដល់បញ្ញាសិប្បនិម្មិតហ្នឹងយ៉ាងម៉េចខ្លាំងរហូតដល់អាចបង្កើត database បានទៀតទេខ្លាំងរហូតដល់សរសេរកូដជំនួសយើងបានទៀតអញ្ចឹងណា assignment មុំអីស៊ីផុយសួរតែ AI សេឲ្យមកស្អាតតែសំខាន់នឹងមើលយល់អត់ទេណាតែសំខាន់យើងមើលយល់អញ្ចឹងចំណុចនេះគ្រូចង់និយាយដែរថាសម័យ AI នេះសួរថាសិស្សដែលធ្វើ assignment តាម AI នឹងល្អអត់ណាល្អសិស្សគ្រូដែលសិស្សដែលធ្វើ assignment តាម AI ជាសិស្សឆ្លាតយល់ទេឆ្លាតអត់ម៉េចចេះបើសិនតែយើងធ្វើខ្លួនយើងចំណាយពេលដល់ទៅ1ថ្ងៃតែយើងឲ្យ AI ធ្វើយើងចំណាយពេលតែ1នាទី2នាទីសួរយើងឆ្លាតទេឆ្លាតណាយើងឆ្លាតប៉ុន្តែគាត់ថាតើយើងយល់អ្វីដែល AI នឹងទៅសេមកឲ្យយើងអត់តើណាបើសិនជាយើងមិនយល់ទេយើងឆ្លាតតែយើងអត់ចេះទេឆ្លាតខុសពីចេះបើយើងអត់ចេះដដែលតែយើងឆ្លាតយើងចេះយក AI មកធ្វើការជំនួសយើងឆ្លាតហើយតើណាតែក៏យើងត្រូវតែបកកែដែរបកកែហ្នឹងមានន័យថាអ្វីដែល AI ផ្ដល់មកឲ្យយើងអាចមើលអាចយល់ចំណាយពេលមើលពីវាផងតើណាកុំឲ្យ AI ពឹង AI ហើយអត់យល់ពីខ្លួនឯងអត់យល់ដដែលតែអញ្ចឹងមានន័យថាយើងរៀនអត់ចេះដដែលណាអត់ចេះទេអត់ចេះទេអញ្ចឹងកន្លែងហ្នឹងត្រូវយល់ណាសម្រាប់ខ្ញុំទស្សនៈគ្រូថាគ្រប់ត្រូលឲ្យសិស្ស search AI ណាគ្រូណាដែលថាសិស្ស search AI ហ្នឹងអត់ល្អមកពីគ្រូហ្នឹងអត់ចេះប្រើ AI តើណាពេលដែលយើងប្រើ AI ធ្វើឲ្យយើងចំណេញពេលវេលាច្រើនតែការងារមួយដែលយើងអង្គុយវាយរយៈពេលមួយថ្ងៃយើងអាចឲ្យ AI វាយឲ្យយើងរយៈពេលតែ1នាទីអញ្ចឹងហ៎យើងអាចឲ្យវាអានអត្ថបទជំនួសយើងឲ្យសង្ខេបអត្ថបទមកឲ្យយើងវិញទៀតយើងចំណេញពេលណា AI គឺជា machine learning មួយដែលវាអាចជួយសម្រួលការងារយើងសភៅមួយក្បាលអូជិលអានណាមើលឲ្យអានឲ្យទីមកឲ្យសង្ខេបទីមកសភៅហ្នឹងមានចំណុចសំខាន់អីខ្លះនិយាយពីអីវាអានឲ្យសង្ខេបឲ្យយើងស្មើនឹងយើងចំណាយពេលអានសភៅមួយក្បាលតែមួយផ្លេតទេយើងអាចមិនអានអក្សរច្រើនពេកទេត្រូវទេមានទេមាន AI ហ្នឹងទេមានណាគ្រូក៏ប្រើដែរណាគ្រូណាដែលប្រើ AI គ្រូនោះឆ្លាតហ៎តើណាឆ្លាតអត្ថបទមួយយើងបាច់វាយឲ្យ AI វាយជំនួសយើងចាំតែ copy ផាសមកតែសំខាន់អ្វីដែល AI ផ្ដល់ឲ្យតើយើងអាចបញ្យល់បានអត់អាចយល់បានអត់ណាចំណុចសំខាន់កន្លែងហ្នឹងដែលយើងត្រូវចំណុចសំខាន់ណាគឺយើងត្រូវយល់ដែរ AI ជួយសម្រួលការងារយើងតែมันអាចទេចំណេះដឹងចូលក្នុងខួរក្បាលយើងបានទេខួរក្បាលវាខ្លាំងណា
តែវាមិនអាចទេខួរក្បាលនោះចូលក្នុងខ្លួនយើងបានទេតែតិចទៀត Elon Musk ធ្វើបាននេះក៏មិនដឹងដែរណាឥឡូវគេកំពុងពិសោធន៍ណាយកខួរក្បាល AI ដាក់ក្នុងខួរក្បាលមនុស្សទៅអានោះសួរស្អីក៏ចេះដែរអូចប់ហើយពិភពលោកនោះមិនបាច់មានសាលារៀនទៀតទេណាចង់ចេះអង់គ្លេសដាក់ chip អង់គ្លេសទៅចេះអង់គ្លេសខ្ទេចណាអានេះយើងគាត់ថាវាមិនដឹងជាការពិតវាទៅរួចអត់ទេប៉ុន្តែពេលខ្លះយើងគិតថាបច្ចេកវិទ្យាពីដំបូងបច្ចេកវិទ្យាពីដំបូងអ្នកណាក៏ថាវាជាការសម័យដែរជឿអូឯងកុំចេះសម័យពេកណាតែមានអ្នកខ្លះគាត់ជំនះគាត់ថាអាសម័យនឹងធ្វើជាការពិតជួនកាលគាត់ធ្វើបានមែនចេញមកណាគិតមើលបច្ចេកវិទ្យាយើងថាមិនត្រូវទេឥឡូវរហូតដល់មានតក្បាលមនុស្សទៀតឥឡូវតកាត់ក្បាលតមនុស្សតកាត់ក្បាលតគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ចុះចៃដន្យដល់ពេលមួយបច្ចេកវិទ្យាជឿនលឿនពេកកាត់ក្បាលមនុស្សដាក់មនុស្សយន្តអាហ្នឹងសម័យសម័យណាគេចេះថាសម័យសម័យទៀតដល់ពេលហ្នឹងក្បាលយើងទៅនៅលើមនុស្សយន្តមិនចេះងាប់ទេណារស់រហូតដល់ពេលមនុស្សយន្តយើងមិនដែលមើលរឿងដល់មនុស្សយន្តយកខួរក្បាលទៅដាក់ងាប់អស់ហើយតែខួរក្បាលមិនទាន់ងាប់យកខួរក្បាលទៅដាក់នៅក្នុងប្លុកអីមួយក្នុងមនុស្សយន្តទៅដំណើរការធម្មតាវិញអានេះយើងគិតថាសម័យសម័យប៉ុន្តែវាមិនទៀងទេអ្នកប្រាជ្ញខ្លះគាត់ចង់ឈ្នះគាត់ធ្វើតចេញដល់ពេលដែលគាត់យល់ច្បាស់ពីរូបរាងកាយមនុស្សគាត់ធ្វើបានទេចឹងនៅក្នុងបច្ចេកវិទ្យាពេលខ្លះដែលកើតឡើងពីដំបូងគឺចេញពីការសម័យសម័យពេលខ្លះសម័យថាបើបានអញ្ចឹងល្អហ្មងណាចេះអង្គុយគិតណាតែពេលអង្គុយគិតធ្វើទៅស្រាវជ្រាវចោះឡើងចេញតោះអញ្ចឹងក្នុងមេរៀនទី2នេះយើងទី1យើងកំណត់និយមន័យនិងយល់ដឹងពីសារៈសំខាន់នៃ database តទៀតបែងចែកប្រភេទ database សំខាន់មាន relational database non-relational database ជ្រើសរើសប្រភេទ database ឲ្យសមស្របតាមគម្រោងនីមួយៗអញ្ចឹងនៅក្នុងមេរៀនរបស់យើង database ត្រូវបានបែងចែកនៅក្នុងនេះមានទី1គឺ relational database គឺជាប្រព័ន្ធគ្រប់គ្រងមូលដ្ឋានទិន្នន័យដែលផ្អែកទៅលើ relational model ដែលមានទំនាក់ទំនងបានយើងមាន table ច្រើនហើយមានទំនាក់ទំនងគ្នាទៅវិញទៅមកតាមរយៈ primary key ឬក៏ foreign key ចឹងលក្ខណៈពិសេសនៃ database នេះគេច្រើនប្រើនៅក្នុងប្រភេទ database ដែលប្រើប្រាស់លេខណាជាពិសេសនៅខាងធនាគារណាខាងធនាគារឬក៏ខាងប្រព័ន្ធគ្រប់គ្រងទំនិញណាដែលមានការប្រើប្រាស់តួលេខច្រើនភាគច្រើនប្រើលេខយើងប្រើប្រាស់នៅ relational database ចឹង database ហ្នឹងមានលក្ខណៈពិសេសទី1គឺ data integrity ហ្នឹងបានន័យថាធានាថាទិន្នន័យទាំងអស់ត្រូវតាមច្បាប់ constant តាមច្បាប់ម៉េចឧទាហរណ៍ថាឥឡូវមកថាស្ករប៊ីចេងពងមាន់ពងទាមីយើងមីជាតិអានេះគឺជាអ្វីដែលយើងមានលក់នៅក្នុងហាងយើងចឹងនិយាយឲ្យយល់ពីថា integrity data ហ្នឹងមិន data integrity ណាអាម៉ាថានេះហាងនឹងមួយហាងយើងមានលក់ស្ករប៊ីចេងអំបិលពងមាន់ណាពងទាមីយើងមីជាតិត្រីខការ៉ុតស្ពៃកញ្ញាញ់អាហ្នឹងមកអតិថិជនទី1មកទិញគាត់មកទិញពងមាន់5មីយើង5កញ្ចប់អញ្ចឹងពងមាន់យើងមានទេពងមាន់យើងមានទេមានត្រូវទេមានណាមីយើងមានទេមានអញ្ចឹងបានន័យថាទិន្នន័យនេះគឺត្រឹមត្រូវហើយអត់ខុសទេយើងមកអតិថិជនទី2ទិញពងកងាន5មីជាតិ5មីជាតិយើងមានទេតែពងកងានយើងមានអត់ទេចាអាហ្នឹងគេហៅថា integrity data បានន័យថានៅក្នុងឃ្លាំងអត់មានតំណែងប្រភេទហ្នឹងទេប៉ុន្តែហេតុអីនៅក្នុង invoice នៃការទិញលក់មានតំណែងហ្នឹង
giờ bạn á nó cái tha integrity dataការធ្វើ relational database ការធ្វើ relational តារាងភ្ជាប់ទំនាក់ទំនងគ្នាគឺជួយ control កន្លែងហ្នឹង control ថាបើនៅក្នុងហាងអត់មានតំណែងពងកងានទេអញ្ចឹងសួរតើអតិថិជនអាចទិញពងកងានបានអត់បានទេអាហ្នឹងវាជា data integrity ហើយតែបើសិនជាអតិថិជននឹងដែលទិញបានន័យថា database ហ្នឹងមានបញ្ហាហ្មងនៅក្នុង stock អត់មានពងកងានទេតែសតើអ្នកទិញមាន invoice ចេញពងកងានបានអញ្ចឹង database ហ្នឹងគឺអត់ត្រឹមត្រូវទេអញ្ចឹង relational database វាមានលក្ខណៈពិសេសកន្លែងហ្នឹងអតិថិជនទី3ទិញពងមាន់50ពងមាន់យើងមានទេមានតែគាត់ទិញដល់50គ្រាប់ទិញបានអត់បានទេដោយសារតែក្នុង stock យើងខោនមាន20គ្រាប់នេះទិញអស់5ហើយសល់5 10គ្រាប់ទេអញ្ចឹងមិនអាចទិញបានដល់50ទេបើទិញបានដល់50មានន័យថា database យើងក៏មានបញ្ហាដែរអត់មាន integrity data ណាអញ្ចឹង integrity data ហ្នឹងឬក៏ data integrity ហ្នឹងគឺវាជួយត្រួតពិនិត្យទិន្នន័យហ្នឹងឲ្យត្រឹមត្រូវទៅតាមច្បាប់ណាមិនមែនច្បាប់អីរដ្ឋធម្មនុញ្ញអីទេឲ្យត្រឹមត្រូវទៅតាមអ្វីដែល database ហ្នឹងមានបើមិនមានគឺយើងមិនអាចមាននៅក្នុង invoice ទេណានៅក្នុង stock មាន10ក៏មិនអាចទិញដល់20ដែរបើទិញបានដល់20មានន័យថា database យើងមានបញ្ហាគេអាចកេងបន្លំលួចបានណាលួចទិន្នន័យយើងបានណាចាអាហ្នឹងយើងត្រូវប្រយ័ត្នមួយទៀត ACID complaint ACID complaint នេះគឺសំខាន់ណាស់សម្រាប់ធនាគាររាល់ប្រតិបត្តិការ transaction គឺមានសុវត្ថិភាពនិងមិនមានការបាត់បង់ទិន្នន័យហេតុអីបានជា ACID នេះអាចធានាថាទិន្នន័យនឹងអត់បាត់ណាទិន្នន័យនឹងអត់បាត់ទី1 CID នឹងគឺវាជាសំណុំនៃលក្ខណៈសម្បត្តិចំនួន4ដែលធានាថារាល់ប្រតិបត្តិការទិន្នន័យឬក៏ data transaction ត្រូវបានដំណើរការដោយជឿជាក់និងមានសុវត្ថិភាពបំផុតគឺវាមាន4ដំណាក់កាលទោះបីជាមានបញ្ហាគាំងម៉ាស៊ីនឬដាច់ភ្លើងក៏ដោយក៏ទិន្នន័យអត់មានបញ្ហាត្រូវបាត់បង់ដែរណាពាក្យថា ACID នេះគឺជាអក្សរកាត់នៃពាក្យទាំង4ដូចខាងក្រោម A នោះមានពាក្យថា auto ណា atomicity ភាពមិនអាចបំបែកបានគោលការណ៍នេះប្រកាន់ខ្ជាប់នៅច្បាប់ទាំងអស់គឺឬក៏អត់តន់ទាំងអស់ឬក៏អត់តល់តែសោះបានន័យថា all or nothing រាល់ជំហាននៅក្នុង transaction មួយត្រូវតែជោគជ័យទាំងអស់បានវា complete ដល់នេះបើមានបញ្ហានៅចំណុចណាមួយវា cancel ហើយទើបទិន្នន័យត្រូវបានរក្សាទុកអញ្ចឹងរាល់ប្រតិបត្តិការទាំងអស់លុះត្រាតែ complete បានទិន្នន័យនឹងត្រូវបាន save ទុកបើអត់ complete ទេ save ទុកអត់បានទេប្រសិនបើមានជំហានណាមួយបរាជ័យប្រព័ន្ធនឹងធ្វើការបោះបង់ roll back រាល់ការផ្លាស់ប្ដូរទាំងអស់ត្រឡប់ទៅសភាពដើមវិញអាហ្នឹងខាងធនាគារ transaction ផ្ទេរលុយវេលុយគឺសំខាន់ណាស់លុះត្រាតែរាល់ប្រតិបត្តិការផ្ទៀងផ្ទាត់ទាំងអស់ត្រឹមត្រូវទើបអាចឲ្យ submit ជោគជ័យដកលុយឬដាក់លុយយល់ទេឬក៏វេលុយទៅខាងណាឧទាហរណ៍ការផ្ទេរប្រាក់ពីកុងណាកុងតា A ទៅ B ណាកុងធនាគារហ្នឹងបើដកលុយពី A រួចណាបើដកលុយពី A រួចតែបញ្ជូនទៅ B មិនកើតប្រព័ន្ធត្រូវតែបកគលលុយឲ្យ A វិញមកថាយើងបាញ់លុយ QR code ទៅឲ្យមកខាងទៀតអត់ទាន់បានទទួល receive អត់ទាន់ alert receive ចឹងមានន័យថាលុយដែលយើងបានបាញ់នឹងត្រូវ return back ចូលមកក្នុងកង់ដើមវិញបើសិនជាយើងអត់មានកន្លែង return back កង់ដើមទេមានន័យថាលុយនឹងបាត់មកថាខ្ញុំវេលុយឲ្យទៅខាងអ្នកលក់$10ស្រាប់តែពេលអ្នកនោះអត់ទទួលបានទេស្ទើរកង់ខ្ញុំបាត់លុយ$ចឹងបាត់លុយទៅណា$វានៅគាំងនៅក្នុងប្រព័ន្ធត្រង់ណាមួយហើយតែអញ្ចឹងវាធ្វើឲ្យបាត់បង់ទិន្នន័យអញ្ចឹងឥឡូវហ្នឹងគឺសំខាន់ណាមានន័យថាណា atomic city ហ្នឹង
cứ việc tiếng toát rồi lẹ khăn tiếng để trầm trớ tập áchប្រតិបត្តិការនឹងជោគជ័យ consistency C A ហ្នឹងមកពី atomicity C ហ្នឹង consistency ភាពស៊ីសង្វាក់គ្នាធានាថាទិន្នន័យត្រូវតែស្ថិតក្នុងស្ថានភាពត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ constant rule ទាំងមុននិងក្រោយពេល transaction វាមិនអនុញ្ញាតឲ្យមានទិន្នន័យណាដែលខុសឆ្គងឬមិនពេញលេញនៅក្នុង database ឡើយធានាថាទិន្នន័យគឺត្រឹមត្រូវ V10 ត្រូវទទួល10អត់មាន V10 ទទួល20ទេណាអត់មាន V10 ទទួលបានតែ5ដុល្លារទេអញ្ចឹងហ៎ត្រូវតែ consistency ធានាថាទិន្នន័យទាំងសងខាងដែល receive ឬក៏ send ទៅហ្នឹងគឺត្រូវតែដូចគ្នាណា isolation មកពី I ណា ACID I isolation ភាពដាច់ដោយឡែកនៅពេលតែមួយប្រហែលជាមាន transaction ច្រើនកំពុងដំណើរការ isolation ធានាថា transaction នីមួយៗដំណើរការដាច់ដោយឡែកពីគ្នាដោយមិនរំខានឬដឹងពីប្រតិបត្តិការរបស់គ្នាទៅវិញទៅមកឡើយរហូតទាល់តែបញ្ចប់ជាស្ថាពរ isolation បើន័យថារាល់ប្រតិបត្តិការទាំងអស់គឺធ្វើដាច់ដោយឡែកពីគ្នាអត់មានអ្នកណាដឹងថាទៅណាទេព្រោះអី transaction យើងពេលដែលយើងធ្វើដំណើរការមានទៅមានមកជារៀងរាល់ពេលជួនកាលធ្វើក្នុងពេលតែមួយជាមួយគ្នាណាអញ្ចឹងវានឹងធ្វើឲ្យ transaction ទាំងអស់ហ្នឹងគឺដាច់ខាតគឺត្រូវតែដាច់ដោយឡែកពីគ្នាតែជាពាក់ជប៉ុនគ្នាបានន័យថាជិះម៉ូតូដូចឆ្លងផ្លូវបុកគ្នាអញ្ចឹងណាមានបញ្ហានៅកណ្ដាលផ្លូវ D durability ភាពជាប់លាប់នៅពេលដែល transaction មួយត្រូវបានបញ្ចប់ដោយជោគជ័យ committed ទិន្នន័យនោះត្រូវរក្សាទុកក្នុង system ជាអចិន្ត្រៃយ៍ទោះបីជាក្រោយពេលមានការដាច់ភ្លើងឬ error ប្រព័ន្ធក៏ដោយក៏ទិន្នន័យនោះមិនត្រូវបាត់បង់ឡើយអញ្ចឹង system មួយដែលយើងធ្វើលក្ខណៈ CI ណា ACID នេះគឺសម្រាប់ relational database គឺសំខាន់ជាងគេហើយជាពិសេសគឺសម្រាប់ប្រព័ន្ធធនាគារដែលមានការប្រើប្រាស់លេខផ្ទៃលេខគឺសំខាន់ណាត្រូវច្បាស់លាស់ចំណុច4ដំណាក់កាលហ្នឹងបើសិនជា database យើងធ្វើមិនមានលក្ខណៈ4ដំណាក់កាលហ្នឹងទេបាទនេះប្រព័ន្ធហ្នឹងប្រើអត់បានទេប្រើបាត់លុយពីកង់អស់ឡូវហើយបើអញ្ចឹងទេវេចុះវេឡើងលុយមាន 10000 វេចុះវេឡើង20000លើស 10000 មកពីណាឡើយអាលើសវាមិនអីទេយ៉ាត់បាត់លុយវិញអាហ្នឹងអត់វាក់អញ្ចឹងហេតុអ្វីបានជា ACID សំខាន់បើគ្មាន ACID ទេទិន្នន័យក្នុងប្រព័ន្ធរបស់អ្នកនឹងមានភាពរញ៉េរញ៉ៃ data corruption ទៅគ្រូនិយាយអញ្ចឹងទិន្នន័យរត់បុកគ្នាឬក៏ទិន្នន័យទៅដល់កណ្ដាលផ្លូវបាត់ដំណើរការអត់ទៅដល់មកខាងទៀតទេអាអ្នកទទួលអត់ទាន់បានទទួលផងបាត់ទិន្នន័យនៅកណ្ដាលផ្លូវមិនដឹងទៅណាអាណាលួចបាត់វាមានសារៈសំខាន់ខ្លាំងសម្រាប់ប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុប្រព័ន្ធគ្រប់គ្រងឃ្លាំងទំនិញប្រព័ន្ធចោះឈ្មោះឬការទូទាត់ប្រាក់ផ្សេងគឺត្រូវមាន relational database ច្បាស់លាស់ចំណាំ database ល្បីៗដែលប្រើប្រាស់ ACID រួមមាន MySQL, PostgreSQL, Oracle និង SQL Server អញ្ចឹងក្នុងឆមាសនេះយើងនឹងរៀន SQL Server ណាឆ្នាំបន្ទាប់ទៀតយើងរៀន MySQL structure មានលក្ខណៈសំខាន់ទី3ទី1គឺអី data integrity ទីនេះទិន្នន័យហ្នឹងគឺត្រឹមត្រូវនៅក្នុង relational database ហើយវាមានចំណុចមួយទៀតគឺ ACID ត្រូវផ្ទៀងផ្ទាត់លក្ខខណ្ឌ4ជំហានហ្នឹងគឺច្បាស់លាស់ចំណុចទី3គឺ structure ទិន្នន័យត្រូវតែមានទម្រង់ច្បាស់លាស់មុននឹងបញ្ចូលឬក៏បញ្ចេញ structure ដែលមានរចនាសម្ព័ន្ធសំដៅទៅលើការរៀបចំទិន្នន័យឲ្យមានសណ្ដាប់ធ្នាប់តាមទម្រង់ដែលបានកំណត់ទុកជាមុនអមទិន្នន័យនឹងលេខគឺត្រូវជាលេខមិនអាចដូរទៅជាអក្សរទេទិន្នន័យនឹងជាអក្សរគឺត្រូវតែជាអក្សរមិនអាចបដូរទៅជាលេខទិន្នន័យនឹងជាលេខមានក្បៀស5ខ្ទង់
double มันអាចដូរទៅជា float ទេត្រូវមានការ define ទិន្នន័យនេះច្បាស់លាស់វាមិនមែនជាការដាក់ទិន្នន័យចូលទៅក្នុងចិត្តចូលតាមចិត្តនោះទេមិនមែនទិន្នន័យជាធ្វើតាមចិត្តទេចង់ INT ចង់នៅឃើញ float ចង់នៅឃើញ double គឺត្រូវ define ឲ្យច្បាស់ទិន្នន័យប៉ុន្តែវាត្រូវដើរតាមពុំឬច្បាប់ច្បាស់លាស់ពុំឬច្បាប់អីមួយឧទាហរណ៍ថាឥឡូវនៅធនាគារកំណត់យកក្រោយគឺវាប្រហែលខ្ទង់5ខ្ទង់គឺត្រូវយក5ខ្ទង់6ខ្ទង់គឺយក6ខ្ទង់មិនអាចទៅ5ខ្ទង់ខ្ញុំជិលយក5ខ្ទង់លេខច្រើនពេកយកតែ2ខ្ទង់បានហើយណាបើលេខលុយតិចតួចមិនអីទេលុយដល់រាប់លានដុល្លារខុសកតុយតែបន្តិចហ្នឹងណាត្រូវខាតអស់រាប់រយដុល្លារធនាគារត្រូវខាតអញ្ចឹងយើងអាក្រោយក្បៀសហ្នឹងគឺសំខាន់ណាត្រូវកំណត់ define ឲ្យច្បាស់ថាយកក្រោយក្បៀសប៉ុន្មានខ្ទង់បើសម្រាប់ធនាគារគឺដឹងឲ្យយកច្រើនខ្ទង់ហើយ6ខ្ទង់8ខ្ទង់ណាទៅតាមប្រតិបត្តិការមួយលក្ខណៈសម្បត្តិសំខាន់នៃ structure data ដូចខាងក្រោមទី1គេការរៀបចំជាជួរដេកជួរឈរច្បាស់លាស់ណាបែរណាកំណត់ field data type វាច្បាស់ column កំណត់ប្រភេទព័ត៌មានមានដូចជាឈ្មោះថ្ងៃខែឆ្នាំកំណើតតម្លៃ row ជាទិន្នន័យជាក់ស្ដែងម្នាក់ឬមួយមុខកំណត់ប្រភេទទិន្នន័យដែលគ្រូនិយាយណា data type ទៅច្បាស់មិនមែននឹកឃើញ INT នឹកឃើញដូរទៅ float ទេអត់មានទេត្រូវកំណត់ឲ្យច្បាស់ពីដំបូងពេលដែលយើងបង្កើតវារាល់កន្លែងដែលត្រូវបំពេញ field ត្រូវតែមានប្រភេទជាក់លាក់ឧទាហរណ៍តម្លៃជាលេខអូខេឈ្មោះជា string គឺ text ថ្ងៃលក់ជា date ត្រូវកំណត់ឲ្យច្បាស់ចំណុចទី3ទំនាក់ទំនងរវាងទិន្នន័យ relationship structure គឺសំដៅទៅលើសមត្ថភាពនៅក្នុងការភ្ជាប់តារាងមួយទៅកាន់តារាងមួយទៀតតាមរយៈ primary key និង foreign key នេះហើយដែលគេហៅថា relational database ចឹង relational database គឺជាទំនាក់ទំនងរវាងតារាងជាច្រើនបញ្ចូលគ្នាហើយតារាងទាំងអស់ហ្នឹងគឺត្រូវតែស្ថិតនៅក្នុង database មួយណា database មួយហើយមានទំនាក់ទំនងគ្នាទៅវិញទៅមកច្រើនណាអាចមាន10តារាងឬក៏20តារាងទៅតាមទំហំ database របស់យើងចំណុចទី4ការប្រើប្រាស់ភាសា SQL ដោយសារទិន្នន័យមានរចនាសម្ព័ន្ធច្បាស់លាស់ទើបយើងអាចប្រើប្រាស់ SQL structure query language ដើម្បីទាញយកឬគ្រប់គ្រងទិន្នន័យបានយ៉ាងលឿននិងមានប្រសិទ្ធភាពនៅពេលដែលយើងរៀបចំទិន្នន័យបានច្បាស់លាស់ហើយបានយើងរៀបចំណាការច្រោះទិន្នន័យអីបានត្រឹមត្រូវនិងងាយស្រួលសរុបមក structure ដូចជាការរៀបចំសៀវភៅក្នុងបណ្ណាល័យដែលមានចាត់ថ្នាក់តាមផ្នែកកូដនិងលេខរៀងច្បាស់លាស់ដែលធ្វើឲ្យអ្នករកអ្វីក៏ឃើញភ្លាមដែរអញ្ចឹងនៅក្នុងទិន្នន័យរបស់យើងត្រូវរៀបចំឲ្យច្បាស់ថា ID នេះយើងយកទម្រង់យ៉ាងម៉េចយកលេខប៉ុន្មានខ្ទង់ ID លេខកូដអតិថិជនលេខកូដសិស្សឈ្មោះយកប៉ុន្មាន character ថ្ងៃខែឆ្នាំកំណើតយកទម្រង់ជាយ៉ាងម៉េចអញ្ចឹងយើងត្រូវមានការកំណត់ data type មួយច្បាស់លាស់ឧទាហរណ៍ជាក់ស្ដែងប្រព័ន្ធគ្រប់គ្រងធនាគារតារាងទី1គឺជាព័ត៌មានអតិថិជនមានលេខសម្គាល់ឈ្មោះអាសយដ្ឋានតារាងទី2គណនីលេខគណនីលេខប្រភេទគណនីលេខសម្គាល់អតិថិជនណាតំណែងតំណងយើងដឹងថាគណនីណាជាអតិថិជនមួយណាតាមរយៈលេខសម្គាល់អតិថិជននេះគឺ relational database មានចំណុចសំខាន់ចំនួន3ដែលហៅថា relational database ទី1 data integrity ACID compliant និងទី3 structure ច្បាស់លាស់មាន3ហ្នឹងគេហៅថា relational database អញ្ចឹងនៅក្នុងឆមាសហ្នឹងអ្វីដែលយើងត្រូវរៀនគឺយើងនឹងរៀននៅក្នុង relational database ណាអ្វីដែលយើងត្រូវរៀននៅក្នុងហ្នឹងគឺ relational database